មេរៀនទី5សាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា1979 1993ប្រទេសកម្ពុជាបានឆ្លងផុតពីរបបកាប់សម្លាប់គ្នាឯងអស់រយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃនៃរបបកម្ពុជាប្រជាធិបតេយ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាកើតឡើងនាថ្ងៃទី7ខែមករាឆ្នាំ1979ក្រោមជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម1ការរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យ 1.1 កំណើតរណសិរ្សនៅខែមករាឆ្នាំ1976លោកហ៊ូនឹមដែលជារដ្ឋមន្ត្រីក្រសួងឃោសនាការរបស់រដ្ឋាភិបាលរួបរวมជាតិកម្ពុជាបានចេញមុខប្រឆាំងនឹងប៉ុលពតនៅខែមីនាឆ្នាំ1976ប្រជាជននៅចំការលួងនិងនៅខេត្តសៀមរាបបានទាមទារឲ្យដំឡើងកម្រិតជីវភាពនិងឲ្យគ្រួសារបានរស់នៅជុំគ្នានៅដើមខែមករាឆ្នាំ1977ប្រជាជននៅខេត្តសៀមរាបភាគខាងជើងនិងនៅខេត្តបាត់ដំបងបានក្រោកឈរឡើងប្រឆាំងនឹងប៉ុលពតហើយនៅខែមីនានិងខែមេសាឆ្នាំ1977ប្រជាជននៅខេត្តកំពង់ធំមណ្ឌលគិរីកំពង់ឆ្នាំងនិងនៅចំការលួងក៏បានបង្កើតចលនាប្រឆាំងពួកប៉ុលពតដែរមហាសន្និសីទតំណាងកម្លាំងរំដោះគ្រប់តំបន់ទូទាំងប្រទេសក្រោមការដឹកនាំរបស់អ្នកស្នេហាជាតិបានបើកសម័យប្រជុំនៅថ្ងៃទី2ខែធ្នូឆ្នាំ1978ក្នុងមូលដ្ឋានរំដោះមហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក14រូបក្នុងនោះមានហេងសំរិនជាប្រធានជាស៊ីមអនុប្រធានរស់សម័យជាអគ្គលេខាធិការហើយសមាជិកមានម៉ាត់លីប៊ុនមីមាសសំណាងហ៊ុនសែនប្រាជ្ញសុនច័ន្ទវ៉ែននៅសាមុំមានសំអានជ័យកញ្ញាឡុងស៊ីមនិងហែមសាមិន 1.2 ជ័យជំនះថ្ងៃទី7ខែមករាឆ្នាំ1979ដោយមានជំនួយពីកងទ័ពវៀតណាមនិងប្រជាជនកម្ពុជាធ្វើឲ្យកម្លាំងប្រដាប់អាវុធរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារំដោះប្រជាជននិងទឹកដីនៃប្រទេសកម្ពុជាបានជាបន្តបន្ទាប់នៅថ្ងៃទី30ខែធ្នូឆ្នាំ1978រំដោះបានលំផាត់ទីរួមខេត្តក្រចេះវិនស័យនិងទន្លេបិទនៅថ្ងៃទី3ខែមករាឆ្នាំ1979រំដោះបានខេត្តស្វាយរៀងនៅថ្ងៃទី4ខែមករាឆ្នាំ1979រំដោះបានខេត្តស្ទឹងត្រែងនៅថ្ងៃទី5និងថ្ងៃទី6ខែមករាឆ្នាំ1979រំដោះបានអ្នកលឿងនិងទីរួមខេត្តកំពង់ចាមនៅថ្ងៃទី5រហូតដល់ថ្ងៃទី8ខែមករាឆ្នាំ1979មហាសន្និបាតជាតិលើកទី3បានប្រារព្ធឡើងដែលមានកម្លាំងដឹកនាំរណសិរ្សចូលរួមចំនួន66នាក់មហាសន្និបាតបានអនុម័តកម្មវិធីសង្គ្រោះជាតិកម្ពុជានិងរំដោះប្រទេសកម្ពុជាឲ្យបានទាំងស្រុងនៅថ្ងៃទី7ខែមករាឆ្នាំ1979រំដោះបានខេត្តតាកែវកំពង់សោមនិងរាជធានីភ្នំពេញនៅវេលាម៉ោង 12 កន្លះនៅថ្ងៃទី10ខែមករាឆ្នាំ1979រំដោះបានខេត្តសៀមរាបនៅថ្ងៃទី11ខែមករាឆ្នាំ1979រំដោះបានខេត្តកំពង់ឆ្នាំងនៅថ្ងៃទី13ខែមករាឆ្នាំ1979រំដោះបានខេត្តបាត់ដំបងនៅថ្ងៃទី14ដល់ថ្ងៃទី17ខែមករាឆ្នាំ1979រំដោះបានខេត្តពោធិ៍សាត់កោះកុងឡាក្នុងរយៈពេលតែ3សប្តាហ៍កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពវៀតណាមរំដោះប្រទេសកម្ពុជាបានស្ទើរទាំងស្រុងពីបនប្រល័យពូជសាសន៍ខ្មែរក្រហមក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ប្រជាជនខ្មែរបានរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបាននាំគ្នាវិលត្រឡប់មកកាន់ស្រុកកំណើតវិញអ្នកខ្លះអស់សង្ឃឹមនឹងរស់នៅស្រុកខ្មែរបាននាំគ្នាភៀសខ្លួនទៅកាន់ជំរំភៀសខ្លួននៅព្រំដែនថៃពួកគេរស់នៅក្នុងជំរំជនភៀសខ្លួនក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិមកដល់ស្រុកកំណើតអ្នកខ្លះបានជួបបងប្អូនឬឪពុកម្ដាយអ្នកខ្លះទៀតប្រត់ប្រាស់ឪពុកម្ដាយឬសាច់ញាតិគ្រួសារខ្លះស្លាប់អស់ទាំងពូជតែម្ដងប្រជាជនសល់ពីស្លាប់ភាគច្រើនជាស្ត្រីមេម៉ាយក្មេងកំព្រានិងចាស់ជរា
ពួកគេមានតែបាតដៃទទេពុំមានគោក្របីរទេះនិងកលរនាស់សម្រាប់ធ្វើស្រែចម្ការនិងបង្កើនផលឡើយ 2. ការស្ដារនិងស្ថាបនាប្រទេសជាតិឡើងវិញ 2.1 ការបង្កើតក្រុមសាមគ្គីបង្កើនផលឬក្រុមប្រវាស់ដៃ ក្រុមសាមគ្គីឬក្រុមប្រវាស់ដៃជួយសម្រាលបន្ទុកស្ត្រីមេម៉ាយក្មេងកំព្រានិងចាស់ជរាព្រោះពួកគេគ្មានឧបករណ៍បង្កើនផលនៅតាមភូមិនីមួយៗគេបែងចែកជាក្រុមសាមគ្គីក្នុងមួយក្រុមមានប្រមាណជា10គ្រួសារឬច្រើនជាងនេះប្រហែលទៅតាមចំនួនសមាជិកគ្រួសារកូនច្រើនឬក៏កូនតិចគោក្របីដែលសេសសល់ពីរបបប៉ុលពតជាកម្លាំងអូសទាញយ៉ាងសំខាន់សម្រាប់ភ្ជួររាស់ដឹកជញ្ជូនស្បៀងអាហារនិងផលិតផលផ្សេងតាមគោលនយោបាយរបស់រណសេរក្រុមសាមគ្គីបង្កើនផលនៃប្រជាជនកម្ពុជាបានបដូរពីក្រុមសាមគ្គីប្រវាស់ដៃទៅម្ចាស់ការទាំងស្រុងក្នុងការរៀបចំទំនាក់ទំនងផ្នែកផលិតកម្មនិងជីវភាពរស់នៅដោយឈានទៅរករបបកម្មសិទ្ធិឯកជនវិញ 2.2 រចនាសម្ព័ន្ធគ្រប់គ្រងលោកហេងសំរិនលោកជាស៊ីមលោកហ៊ុនសែនថ្នាក់ដឹកនាំកម្ពុជាគណៈបកប្រជាជនកម្ពុជានៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាក្រសួងសំខាន់ត្រូវកាន់កាប់ដោយអ្នកតស៊ូចាស់នៅភូមិភាគបូព៌ាពិសេសមកពីខេត្តកំពង់ចាមស្វាយរៀងនិងអ្នកដែលបានទៅហាត់រៀននៅប្រទេសវៀតណាមក្រោយសន្និសីទក្រុងហ្សឺណែវឆ្នាំ1954អ្នកទាំងពីរក្រុមនេះមានឋានៈជារដ្ឋមន្ត្រីនិងមានតួនាទីក្នុងស្ថាប័នរដ្ឋសំខាន់ដូចជាក្រសួងមហាផ្ទៃក្រសួងការពារជាតិឬក្នុងជួរគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តក្រុងក្រោយមកដោយសន្តិសុខក្នុងប្រទេសមានលំនឹងគេចាប់គិតពីសមត្ថភាពចំណេះដឹងឬជំនាញរបស់មន្ត្រីចាស់ដែលនៅសេសសល់ពីសម័យសង្គមរាស្ត្រនិយមនិងសម័យលន់នល់ដូចជាវិស្វករនិស្សិតក្នុងនិងក្រៅប្រទេសសាស្ត្រាចារ្យកម្មករបច្ចេកទេសមន្ត្រីសំខាន់នៅក្នុងរដ្ឋាភិបាលពេលនោះមានលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនជាអ្នកតស៊ូដែលចេញពីវណ្ណៈកសិករ 2.3 អង្គការគ្រប់គ្រងសំខាន់ក្នុងរដ្ឋាភិបាលនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមានអង្គការសំខាន់4គឺគណៈបកប្រជាជនបដិវត្តន៍កម្ពុជាដឹកនាំដោយអគ្គលេខាធិការប៉ែនសុវណ្ណអតីតខ្មែរអិសរាជដែលបានរៀនសូត្រទ្រឹស្ដីកុម្មុយនីសនៅប្រទេសវៀតណាមខាងជើងនាឆ្នាំ1954នៅខែធ្នូឆ្នាំ1981តំណែងអគ្គលេខាបកត្រូវប្តូរមកលោកហេងសំរិនវិញគណៈបកប្រជាជនមានការិយាល័យនៅគ្រប់ខេត្តក្រុងការជ្រើសរើសឲ្យចូលជាបេក្ខជនឬក្រុមស្នូលបានប្រព្រឹត្តទៅតាមរយៈការត្រួតពិនិត្យប្រវត្តិរូបយ៉ាងហ្មត់ចត់ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ឬក្រុមប្រឹក្សារដ្ឋមន្ត្រីដែលមានរដ្ឋមន្ត្រីចំនួន17រូបប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីគឺលោកប៉ែនសុវណ្ណដែលកាន់តំណែងរហូតដល់ឆ្នាំ1981ទើបលោកច័ន្ទស៊ីអតីតខ្មែរអិសរាជសិក្សានៅហាណូយឡើងជំនួសក្រុមប្រឹក្សារដ្ឋមន្ត្រីមានមុខងារយ៉ាងសំខាន់ក្នុងការធ្វើឲ្យសម្រេចទិសដៅសំខាន់របស់បកការប្រជុំរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីត្រូវកំណត់យ៉ាងទៀងទាត់ដើម្បីចាត់វិធានការរដ្ឋបាលយ៉ាងច្បាស់លាស់សម្រាប់មន្ត្រីយកទៅផ្សព្វផ្សាយតាមក្រសួងមន្ទីរនានាជៀសវាងការអនុវត្តខុសទិសដៅនៅរាល់ពេលប្រជុំតំណាងក្រសួងនីមួយៗត្រូវឡើងរាយការណ៍បង្ហាញសមិទ្ធផលនិងបញ្ហាផ្សេងដែលកើតមានរដ្ឋាភិបាលពេលនោះមានក្រសួងកសិកម្មក្រសួងអប់រំក្រសួងការបរទេសក្រសួងសុខាភិបាលក្រសួងវប្បធម៌និងក្រសួងព័ត៌មាននៅឆ្នាំ1981ទើបក្រសួងផែនការត្រូវបានបង្កើតឡើងដើម្បីរៀបចំគម្រោងផែនការស្ដារសេដ្ឋកិច្ចជាតិក្រុមប្រឹក្សារដ្ឋមានលោកហេងសំរិនជាប្រធានអង្គការនេះមានតួនាទីធ្វើការវិនិច្ឆ័យលើបញ្ហាច្បាប់របស់រដ្ឋដូចជារៀបចំក្រមព្រហ្មទណ្ឌនិងកែប្រែទោសប្រហារជីវិតជាដើមរដ្ឋសភាជាតិមានសមាជិក117រូបដែលកើតឡើងដោយការបោះឆ្នោតនៅខែឧសភាឆ្នាំ1981ការប្រជុំសភាលើកទី1បានប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំ1981ដើម្បីជ្រើសរើសប្រធានសភាគណៈរដ្ឋមន្ត្រីនិងក្រុមប្រឹក្សារដ្ឋ
ពីថ្ងៃទី29ដល់ថ្ងៃទី30ខែមេសាឆ្នាំ1989រដ្ឋសភាបានបើកសម័យប្រជុំវិសាមញ្ញនិងវិសោធនកម្មរដ្ឋធម្មនុញ្ញបដូរឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជារដ្ឋកម្ពុជាព្រមទាំងបដូរទង់ជាតិនិងភ្លេងជាតិផងដែរក្រោយវិសោធនកម្មច្បាប់កម្ពុជារបស់ជាតិប្រទេសកម្ពុជាបានលុបបំបាត់ទោសប្រហារជីវិតនិងទទួលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋច្បាប់ការពារកម្មសិទ្ធិឯកជននិងទីផ្សារសេរីត្រូវបង្កើតឡើង 2.4 ស្ថានភាពសេដ្ឋកិច្ចតារាងផលស្រូវកៅស៊ូនិងនេសាទប្រចាំឆ្នាំនៅឆ្នាំ1979ផលិតផលស្រូវក្នុងមួយឆ្នាំបានចំនួន 265,220 តោននៅឆ្នាំ1980ផលនេសាទត្រីក្នុងមួយឆ្នាំបានចំនួន 20,000 តោនផលិតផលកៅស៊ូក្នុងមួយឆ្នាំបានចំនួន 1,300 តោននិងផលិតផលស្រូវក្នុងមួយឆ្នាំបានចំនួន 1,715,310 តោននៅឆ្នាំ1981ផលនេសាទត្រីក្នុងមួយឆ្នាំបានចំនួន 51,600 តោនផលិតផលកៅស៊ូបានចំនួន 4,000 តោនផលិតផលស្រូវបានចំនួន 1,489,610 តោននៅឆ្នាំ1982ផលនេសាទត្រីបានចំនួន 68,714 តោនផលិតផលកៅស៊ូបានចំនួន 7,000 តោនផលិតផលស្រូវបានចំនួន 1,989,200 តោននៅឆ្នាំ1983ផលនេសាទត្រីបានចំនួន 68,260 តោនផលិតផលកៅស៊ូបានចំនួន 9,000 តោនផលិតផលស្រូវបានចំនួន 2,36,200 តោននៅឆ្នាំ1984ផលិតផលត្រីបានចំនួន 65,126 តោនផលិតផលកៅស៊ូបានចំនួន 13,400 តោនផលិតផលស្រូវបានចំនួន 1,258,250 តោននៅឆ្នាំ1985ផលនេសាទត្រីបានចំនួន 67,577 តោនផលិតផលកៅស៊ូបានចំនួន 17,640 តោនផលិតផលស្រូវបានចំនួន 1,789,490 តោននៅឆ្នាំ1986ផលនេសាទត្រីបានចំនួន 73,621 តោនផលិតផលកៅស៊ូបានចំនួន 24,500 តោនផលិតផលស្រូវបានចំនួន 2,86,080 តោននៅឆ្នាំ1987ផលនេសាទត្រីបានចំនួន 74,154 តោនផលិតផលកៅស៊ូបានចំនួន 25,000 តោនផលិតផលស្រូវបានចំនួន 1,813,350 តោននៅឆ្នាំ1988ផលនេសាទត្រីបានចំនួន 77,393 តោនផលិតផលកៅស៊ូបានចំនួន 32,000 តោនផលិតផលស្រូវបានចំនួន 2,700,000 តោនប្រទេសកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មបែបយថាផលប្រជាជនខ្មែរ 90% ប្រកបរបរកសិកម្មសំខាន់គឺស្រូវនៅឆ្នាំ1988ផលស្រូវមានចំនួន 2,700,000 តោនហើយបានកើនឡើងដល់ 3,000,000 តោននៅឆ្នាំ1990ប្រជាជនម្នាក់ៗបានទទួលផលស្រូវជាមធ្យម 350 គីឡូក្រាមមហាសន្និបាតបកលើកទី 5 បានកំណត់វិធានការ 3 យ៉ាងក្នុងផលិតកម្មស្បៀងគឺពង្រីកផ្ទៃដីកសិកម្មបង្កើនរដូវដាំដុះនិងប្រពល់វប្បកម្មក្រៅពីដំណាំស្រូវមានដំណាំស្បៀងនិងដំណាំឧស្សាហកម្មដំណាំទាំងនេះមិនត្រឹមតែឧបត្ថម្ភក្នុងស្រុកទេថែមទាំងនាំចេញទៅក្រៅប្រទេសទៀតផង
ចំការកៅស៊ូជាមូលដ្ឋានផលិតកម្មសំខាន់បំផុតរបស់រដ្ឋសម្រាប់នាំចេញចំការកៅស៊ូនៅខេត្តរតនគិរីកំពង់សោមកំពង់ចាមក្រចេះដែលទុកចោលខ្វះការថែទាំត្រូវបានរដ្ឋស្ដារឡើងវិញយ៉ាងឆាប់រហ័សនៅចំការកៅស៊ូចាស់និងដំណើរការដាំថ្មីបន្ថែមទៀតចាប់ពីឆ្នាំ1985ប៉ុន្តែក្រោយឆ្នាំ1985រដ្ឋាភិបាលបានប្រគល់ឲ្យរដ្ឋអំណាចខេត្តកាន់កាប់ថែទាំនិងធ្វើអាជីវកម្មឈើជាផ្នែកមួយដែលមានការរីកចម្រើនខ្លាំងហើយក្លាយជាមុខព្រួញសំខាន់មួយក្នុងចំណោមមុខព្រួញទាំង4នៃវិស័យសេដ្ឋកិច្ចក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ការនេសាទត្រីទាំងទឹកសាបនិងទឹកប្រៃរីកចម្រើនគួរឲ្យកត់សម្គាល់ផលនេសាទអាចដោះស្រាយជីវភាពជូនប្រជាជននិងអាចនាំចេញទៅលក់នៅបរទេសបានមួយចំនួនទៀតទន្ទឹមនឹងនេះបទល្មើសនេសាទកើតមានគួរឲ្យព្រួយបារម្ភដូចជានេសាទត្រីនៅរដូវត្រីពងប្រើឧបករណ៍ទំនើបការកាប់ព្រៃលិចទឹកចាប់កូនត្រីធ្វើអាជីវកម្មខុសច្បាប់ឡាក់ 2.5 វិស័យអប់រំមុននិងក្រោយឆ្នាំ1979នៅថ្ងៃរំដោះ7មករាឆ្នាំ1979វិស័យវប្បធម៌និងអប់រំត្រូវបានស្ដារឡើងវិញរដ្ឋរៀបចំប្រព័ន្ធអប់រំយ៉ាងទូលំទូលាយមួយនិងពង្រីកបន្ថែមនៅតំបន់ដាច់ស្រយាលឆ្នាំសិក្សា1982 1983 ចំនួនសិស្សមត្តេយ្យមានចំនួន 23,797 នាក់និងសិស្សកម្រិតទី1បឋមសិក្សាមាន 1,597,081 នាក់កម្រិតសិក្សាទី2មធ្យមសិក្សាមានប្រហែល 87,500 នាក់កម្រិតសិក្សាទី3មធ្យមសិក្សាទុតិយភូមិមានប្រហែល 3,493 នាក់និងគ្រូបង្រៀនមាន 40,000 នាក់សាលាឧត្តមសិក្សានិងមធ្យមសិក្សាមុខរបរជាច្រើនបានបើកទ្វារហើយនិស្សិតបញ្ចប់ការសិក្សាបានចេញបម្រើការកសាងជាតិជាហូរហែសាលាគរុវិទ្យាជាន់ខ្ពស់មហាវិទ្យាល័យនីតិសាស្ត្រឱសថសាស្ត្រនិងទណ្ឌសាស្ត្រវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ក្នុងរយៈពេលតែ4ឆ្នាំប៉ុណ្ណោះចលនាអក្ខរកម្មបានប្រព្រឹត្តទៅយ៉ាងផុសផុលវិស័យវប្បធម៌គ្រប់ផ្នែកបានធ្វើសកម្មភាពឡើងវិញហើយទទួលការយកចិត្តទុកដាក់យ៉ាងសកម្មពីរដ្ឋទិន្នន័យធនធានមនុស្សមុននិងក្រោយឆ្នាំ1979សាស្ត្រាចារ្យឧត្តមសិក្សាមុនឆ្នាំ1979មាន720នាក់ក្រោយឆ្នាំ1979មាន50នាក់គ្រូពេទ្យមុនឆ្នាំ1979មាន487នាក់ក្រោយឆ្នាំ1979សល់54នាក់ឱសថការីមុនឆ្នាំ1979មាន196នាក់ក្រោយឆ្នាំ1979មាន15នាក់បញ្ញវន្តនៅបរទេសមុនឆ្នាំ1979មាន1000នាក់ក្រោយឆ្នាំ1979សល់85នាក់សាស្ត្រាចារ្យវិទ្យាល័យមុនឆ្នាំ1979មាន2300នាក់ក្រោយឆ្នាំ1979សល់207នាក់គ្រូបឋមសិក្សាមុនឆ្នាំ1979មាន21311នាក់ក្រោយឆ្នាំ1979សល់2717នាក់និស្សិតមុនឆ្នាំ1979មាន11000នាក់ក្រោយឆ្នាំ1979សល់450នាក់សិល្បករមុនឆ្នាំ1979មាន1241នាក់ក្រោយឆ្នាំ1979សល់121នាក់3នយោបាយបង្រួបបង្រួមជាតិក្រោយពេលរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ក្រមកម្ពុជាប្រជាធិបតេយ្យបានរត់ចូលព្រៃដើម្បីធ្វើសង្គ្រាមប្រឆាំងរបបរដ្ឋកម្ពុជាហើយបង្កអសន្តិសុខដល់ប្រជាជននិងសង្គមកម្ពុជា 3.1 កិច្ចចរចាសន្តិភាពនាក្រុងហ្វេអង់តាដឺណរថ្ងៃទី2ខែធ្នូឆ្នាំ1987នៅខែវិច្ឆិកាឆ្នាំ1984នៅប្រទេសបារាំងបានរៀបចំគម្រោងការជួបចរចារវាងសម្ដេចនរោត្តមសីហនុនិងតំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប៉ុន្តែគម្រោងនេះត្រូវអាក់ខានដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននិងក្រុមខ្មែរត្រីភាគីបដិសេធ
នៅឆ្នាំ1985សភាពការនយោបាយនៅអាស៊ីបានអនុគ្រោះដល់ការចរចាសន្តិភាពនៅកម្ពុជាពេលនោះមានផែនការស្ដីពីការដាក់កំហិតរយៈពេលនៃការដកកងទ័ពវៀតណាមចេញពីកម្ពុជាកងទ័ពវៀតណាមត្រូវបានដកចេញពីទឹកដីកម្ពុជាឲ្យអស់នៅឆ្នាំ1990នៅឆ្នាំ1987មានការជួបគ្នាថ្នាក់កំពូលរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតហេតុការណ៍នោះបានធ្វើឲ្យសភាពការនយោបាយនៅកម្ពុជាកាន់តែមានលក្ខណៈប្រសើរឡើងនៅឆ្នាំ1987សម្ដេចនរោត្តមសីហនុបានប្រកាសលាចេញពីតំណែងប្រធានត្រីភាគីនៅថ្ងៃទី29ខែកក្កដាឆ្នាំ1987ទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនៅប្រទេសវៀតណាមបានពិភាក្សាលើរូបមន្តនៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់កាលការជួបគ្នារវាងភាគីបដិបកខ្មែរទាំងពីរការជួបគ្នារវាងបណ្ដាភាគីខ្មែរនិងប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានៅកម្ពុជានៅថ្ងៃទី2ខែធ្នូឆ្នាំ1987មានការជួបគ្នាជាលើកទី1រវាងសម្ដេចព្រះនរោត្តមសីហនុនិងលោកហ៊ុនសែននាក្រុងហ្វេអង់តាដឺន័រប្រទេសបារាំងដោយមានការចុះហត្ថលេខាព្រមព្រៀងនិងចរចារកដំណោះស្រាយនៅកម្ពុជាសន្និសីទកម្ពុជានៃបណ្ដាប្រទេសអាស៊ាននាថ្ងៃទី14ទី15ខែធ្នូឆ្នាំ1987បានសម្ដែងការអបអរសាទរចំពោះការជួបគ្នារវាងសម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែនជំនួបលើកទី2រវាងសម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែននៅថ្ងៃទី21-22ខែមករាឆ្នាំ1988នៅប្រទេសបារាំងមិនបានចេញសេចក្តីប្រកាសរួមណាមួយឡើយភាគីនីមួយៗប្រកាសដោយឡែកអំពីលទ្ធផលនៃកិច្ចចរចាសម្ដេចនរោត្តមសីហនុបានលុបចោលនៅការជួបលើកទី3នាខែមេសាឆ្នាំ1988នៅក្រុងព្យុងយ៉ាងកូរ៉េខាងជើងលើកទី4នាខែវិច្ឆិកាឆ្នាំ1988នៅប្រទេសបារាំងនិងលើកទី5នៅដើមឆ្នាំ1989នាទីក្រុង New Delhi ប្រទេសឥណ្ឌាវេទិកាសីហនុហ៊ុនសែនបានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីសយ៉ាកាតាឥណ្ឌូនេស៊ីតូក្យូនិងប៉ាតាយាដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា3.2 រដ្ឋធម្មនុញ្ញឆ្នាំ1989និងការបង្កើតរដ្ឋកម្ពុជាករដ្ឋធម្មនុញ្ញឆ្នាំ1989ចាប់ពីថ្ងៃទី29-30ខែមេសាឆ្នាំ1989សភាបានបើកសម័យប្រជុំវិសាមញ្ញមួយដើម្បីពិនិត្យរដ្ឋធម្មនុញ្ញឡើងវិញនិងបានប្តូរឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជារដ្ឋកម្ពុជានៅថ្ងៃទី30ខែមេសាឆ្នាំ1989ហើយបានប្តូរទង់ជាតិនិងភ្លេងជាតិផងដែរនេះជារបបប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសកម្ពុជាដែលបានលុបបំបាត់ច្បាប់ប្រហារជីវិតនិងទទួលស្គាល់ឡើងវិញនៅព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋច្បាប់ការពារកម្មសិទ្ធិឯកជននិងទីផ្សារសេរីត្រូវបានបង្កើតឡើងរដ្ឋធម្មនុញ្ញចែងថាប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធម្យ៉ាងទៀតនយោបាយរបស់បកនិងរដ្ឋកម្ពុជាបានបន្ធូរបន្ថយព្រមធ្វើកិច្ចចរចាជាមួយភាគីចំនួន3ទៀតដែលកំពុងរួមគ្នាតស៊ូនៅតាមព្រំដែនខ្មែរថៃខការបង្កើតរដ្ឋកម្ពុជាកត្តាជាច្រើនជំរុញឲ្យវៀតណាមដកកងទ័ពដែលនៅសេសសល់របស់ខ្លួនប្រមាណ 26,000 នាក់ចេញពីប្រទេសកម្ពុជានៅថ្ងៃទី26ខែកញ្ញាឆ្នាំ1989ក្រោយពីមានការព្រមព្រៀងរវាងប្រទេសទាំងពីរកម្ពុជាវៀតណាមការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាជាលើកចុងក្រោយគឺនៅថ្ងៃទី26ខែកញ្ញាឆ្នាំ1989រដ្ឋាភិបាលនៃរដ្ឋកម្ពុជាបានប្រកាសធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រជាជនកម្ពុជាទាំងមូលការធ្វើកំណែទម្រង់នេះមានគោលបំណងលើកកម្ពស់នយោបាយក្រៅប្រទេសរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជារួមមានការផ្លាស់ប្ដូរភ្លេងជាតិទង់ជាតិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញការកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងលុបចោលលក្ខខណ្ឌកំណត់អាយុសាងផ្នួសចំពោះបុរសខ្មែរពីអាយុ50ឆ្នាំប្លាយឡើងទៅ
ច្បាប់ថ្មីផ្ដល់សិទ្ធិកម្មសិទ្ធិដល់ប្រជាពលរដ្ឋប្រជាកសិករខ្មែរអាចផ្ទេរកម្មសិទ្ធិដីធ្លីផ្ទះឬលំនៅឋានឲ្យទៅកូនចៅឬសិទ្ធិទិញនិងលក់អចលនទ្រព្យជាដើមទោសប្រហារជីវិតត្រូវបានលុបចោលសេរីភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិលជាច្រើនត្រូវបង្កើតឡើងទោះបីជាគណបកប្រជាជនបដិវត្តន៍កម្ពុជាប្រឈមមុខនឹងចរន្តនយោបាយថ្មីពីក្រៅតែការទទួលខុសត្រូវលើជីវិតនយោបាយរបស់កម្ពុជានៅតែបន្តស្របនឹងការរីកចម្រើនទីផ្សារសេរីតាមរយៈឥទ្ធិពលសកលភាវូបនីយកម្មហើយការកែតម្រង់របបសេដ្ឋកិច្ចផែនការមករបបសេដ្ឋកិច្ចទីផ្សារសេរីបានដំណើរការប្រកបដោយជោគជ័យចាប់ពីពេលនោះមកជីវភាពប្រជាជនមានការអភិវឌ្ឍគួរកត់សម្គាល់ 3.3 កិច្ចចរចាក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991ក្រោយពីវៀតណាមបានប្រកាសដកកងទ័ពរបស់ខ្លួនជាផ្លូវការចេញពីប្រទេសកម្ពុជានៅថ្ងៃទី26ខែកញ្ញាឆ្នាំ1989មកកងទ័ពខ្មែរក្រហមនិងកងទ័ពរបស់ក្រុមអ្នកតស៊ូទាំងពីរក្រុមផ្សេងទៀតបានបន្តវាយកងទ័ពកម្ពុជាតទៅទៀតរដ្ឋាភិបាលរដ្ឋកម្ពុជាបានខិតខំទាក់ទាញសេចក្តីអនុគ្រោះនិងរកការគាំទ្រពីមតិជាតិនិងអន្តរជាតិដើម្បីទប់ទល់នឹងកងទ័ពខ្មែរក្រហមរួមទាំងកម្លាំងចលនាតស៊ូទាំងពីរក្រុមទៀតលោកស៊ីឌីងសាវ៉េតស៊ីឡារដ្ឋមន្ត្រីការបរទេសថៃនិងលោកអាលីអាឡាតាសរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីខិតខំរកដំណោះស្រាយបញ្ហាកម្ពុជាតាមរយៈកិច្ចប្រជុំនៅទីក្រុងសាកាតា3លើកសម័យប្រជុំទី1នៃសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅថ្ងៃទី30ខែកក្កដាដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ1989នៅក្រុងប៉ារីសដែលមានប្រទេសបារាំងនិងឥណ្ឌូនេស៊ីជាសហប្រធានភាគីខ្មែរទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅថ្ងៃទី10ខែកញ្ញាឆ្នាំ1990ដែលមានសមាជិកទាំងអស់ចំនួន12រូបក្នុងនោះ6រូបមកពីភាគីរដ្ឋកម្ពុជានិង6រូបទៀតមកពីចលនាតស៊ូត្រីភាគីក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានធ្វើការប្រជុំលើកទី1នៅទីក្រុងបាងកកហើយ5លើកជាបន្តបន្ទាប់ទៀតនៅទីក្រុងប៉ារីសញូវយ៉កសាកាតាប៉ាតាយានិងប៉េកាំងដោយបានយល់ព្រមទទួលយកសម្ដេចសីហនុឲ្យដឹកនាំក្រុមប្រឹក្សាជាតិជាន់ខ្ពស់និងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅកម្ពុជានៅខែមេសាឆ្នាំ1991ប្រទេសចិនអនុញ្ញាតឲ្យខ្មែរក្រហមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយគូវិវាទខ្មែរទាំង4គូបដិបកទាំង4ជួបជុំគ្នានៅប៉ាតាយាប្រទេសថៃនាថ្ងៃទី23-24ខែមិថុនាឆ្នាំ1991បានចុះសម្រុងគ្នាអំពីគម្រោងការដោះស្រាយបញ្ហាជាតិនៅថ្ងៃទី23ខែតុលាឆ្នាំ1991មានរៀបចំសន្និសីទនៅក្រុងប៉ារីសដើម្បីទម្លុះទម្លាយវិបត្តិនយោបាយនៅកម្ពុជានៅទីបំផុតកិច្ចចរចារកសន្តិភាពរវាងភាគីជម្លោះខ្មែរនាទីក្រុងប៉ារីសបានទទួលលទ្ធផលយ៉ាងល្អប្រសើរដោយតំណាងភាគីជម្លោះចាប់ដៃគ្នាយល់ព្រមធ្វើការបោះឆ្នោតជាសកលដែលមានអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាអ៊ុនតាក់មើលការខុសត្រូវអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិអ៊ុនតាក់មានទាហាន 17,000 នាក់និងមានជនស៊ីវិល 8,000 នាក់មកពី22ប្រទេសមន្ត្រីជប៉ុនម្នាក់ឈ្មោះលោកយ៉ាស៊ូស៊ីអាកាស៊ីទទួលខុសត្រូវលើអំណាចត្រួតត្រាបណ្ដោះអាសន្ននៅកម្ពុជារីឯកងទ័ពវិញស្ថិតក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ជនជាតិអូស្ត្រាលីម្នាក់ឈ្មោះលោកសុងដេសុនអាជ្ញាធរបណ្ដោះអាសន្នអ៊ុនតាក់មានថវិកាចំនួន$3,000 លានដើម្បីបំពេញបេសកកម្ម4យ៉ាងគឺដកអាវុធពីកងទ័ពរដ្ឋកម្ពុជានិងពីកងទ័ពភាគីខ្មែរក្រហមរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងកងទ័ពរាជានិយមរបស់សម្ដេចព្រះនរោត្តមសីហនុ
បញ្ចូលរដ្ឋអំណាចទាំងសងខាងឲ្យរួមគ្នារដ្ឋកម្ពុជានិងរដ្ឋាភិបាលត្រីភាគីរៀបចំការបោះឆ្នោតដោយសេរីនាំជនភៀសខ្លួនប្រហែលជា350,000 នាក់ត្រឡប់មកមាតុភូមិវិញសម័យប្រជុំលើកទី2នៃសន្និសីទអន្តរជាតិបានប្រព្រឹត្តទៅពីថ្ងៃទី21ដល់ថ្ងៃទី23ខែតុលាឆ្នាំ1991នៅរដ្ឋធានីសាធារណរដ្ឋបារាំងក្នុងនាមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខានៅថ្ងៃទី23ខែតុលាឆ្នាំ1991លើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃចំនួននៅកម្ពុជាក្នុងនោះផ្ដោតលើចំណុចពីរសំខាន់គឺកិច្ចព្រមព្រៀងតាក់ទងនឹងអធិបតេយ្យភាពបូរណភាពទឹកដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជានិងទី2សេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញដែលហៅថាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសប្រទេសដែលចូលរួមមាន18ប្រទេសគឺអូស្ត្រាលីប្រូណេកាណាដាចិនយូហ្គោស្លាវីសហរដ្ឋអាមេរិកបារាំងឥណ្ឌាឥណ្ឌូនេស៊ីជប៉ុនឡាវម៉ាឡេស៊ីហ្វីលីពីនអង់គ្លេសសិង្ហបុរីថៃសហភាពសូវៀតនិងវៀតណាមព្រមទាំងមានវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងចលនាមិនចូលបក្សសម្ព័ន្ធចូលរួមជាសក្ខីកម្មផងដែរ 3.4 ព្រះរាជាណាចក្រកម្ពុជាទី2 1993 ការបោះឆ្នោតបានប្រព្រឹត្តទៅដោយមានគណៈបកចំនួន20ចូលរួមទោះបីក្រុមខ្មែរក្រហមធ្វើពហិការមិនចូលរួមក៏ដោយក៏ការបោះឆ្នោតបានដំណើរការតាមការក្រងទុកគឺនៅថ្ងៃទី23ដល់ថ្ងៃទី28ខែឧសភាឆ្នាំ1993ដោយផ្អែកលើសម្លេងគាំទ្ររបស់ប្រជាជនក្នុងការបោះឆ្នោតជាសកលលើកទី1នេះព្រះបាទនរោត្តមសីហនុបានតែងតាំងព្រះអង្គម្ចាស់រណរិទ្ធធ្វើជានាយករដ្ឋមន្ត្រីទី1ហើយសម្ដេចហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីទី2នៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993សម្ដេចសីហនុទ្រង់ឡើងសោយរាជ្យវិញក្នុងព្រះរាជាណាចក្រកម្ពុជាទី2នៅថ្ងៃទី21ខែកញ្ញាឆ្នាំ1993រដ្ឋសភាអនុម័តលើរដ្ឋធម្មនុញ្ញថ្មីហើយត្រូវបានប្រកាសឲ្យប្រើជាផ្លូវការនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិអ៊ុនតាក់ក៏ត្រូវបញ្ចប់បេសកកម្មដែរចាប់ពីឆ្នាំ1993មកដល់ឆ្នាំ2011ប្រទេសកម្ពុជាបានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្ត្របាន4ដងឬ4អាណត្តិនៃរដ្ឋសភារួចមកហើយ